ចងចាំដកនៅក្នុងចិត្តដោយសារតែនៅទីនោះធំធាត់ដោយឪពុកម្ដាយជាអ្នកធ្វើស្រែចម្ការនិងនេសាទត្រីអាស្រ័យផលនៅដងទន្លេហ្នឹងឯងហើយអ្វីដែលសំខាន់ដោយពីដើមមកមានអត្ថប្រយោជន៍ច្រើនទី1យើងបានទឹកប្រើហើយទី2យើងអាចនេសាទត្រីផ្គត់ផ្គង់ក្នុងគ្រួសារកាត់បន្ថយប្រាក់ចំណាយដែលយើងទិញដូរអីគេផ្សេងហើយអ្នកទាំងអស់នោះភាគច្រើនគឺអាស្រ័យផលលើធនធានធម្មជាតិនឹងឯងដូច្នេះហើយធ្វើឲ្យគាត់មានចិត្តចង់ចូលរួមជាច្រើនដល់ពេលឥឡូវនេះត្រីថយចុះដោយសារតែមានបទល្មើសនេសាទត្រីខុសច្បាប់ដូច្នេះហើយធ្វើឲ្យចិត្តខ្ញុំដែលរស់នៅទីនេះធ្វើឲ្យមានអារម្មណ៍ថាសោកស្ដាយធនធានធម្មជាតិដែលក៏កើតនៅទន្លេមួយទៀតពីមុនមកស្ត្រីក៏ដែរជាទៅលីតនៅ event ធំធ្វើ event ម្ដងអញ្ចឹងការងារកដាស្នាមការងារតំណែងមួយអាជ្ញាធរឬហៅប្រជាពលរដ្ឋអីគឺជាការងារបែបស្ត្រីតាមតែឮប្រហែលជាគឺគាត់នេសាទដោយខុសច្បាប់ហ្នឹងបានត្រីច្រើនជាងពីការនេសាទធម្មតារនហើយពេលដែលគាត់ទៅជួបបទល្មើសគាត់តែងតែហៅគ្នាទៅហើយបានចរចាជាមួយបទល្មើសទី1យើងអាចទៅក្រងក្រាំងជាមួយគាត់តដៃតជើងជាមួយគាត់ទេតែយើងត្រូវប្រើពាក្យពេចន៍ដោយតិចចាយើងត្រូវប្រើពាក្យរបៀបដូចថាយើងអាចធ្វើអញ្ចឹងទៅយើងនឹងផ្សព្វផ្សាយដើម្បីឲ្យគាត់បានមានពេលបើកាលណាតែហិង្សាទៅហិង្សាមកយើងអត់មានឱកាសនឹងបញ្ជ្រាបពីផលប៉ះពាល់ទៅឲ្យគាត់បានដឹងហើយយើងអាចប្រហែលជាយើងនឹងអាចមានឱកាសគៀងគោគាត់ដើម្បីឲ្យគាត់បដូរពីការប្រើប្រាស់ឧបករណ៍ខុសច្បាប់មកនេសាទស្របច្បាប់ដូចយើងដែរវាអាចដែរពេលដែលយើងនិយាយព្រោះភាសាប្រតិខ្លួនជាមួយគាត់តែគាត់ឲ្យតម្លៃមកយើងដែរទេក្នុងនាមយើងជាអ្នកការពារធនធានធម្មជាតិអ្វីដែលយើងធ្វើសំខាន់បំផុតយើងចង់ឃើញសហគមន៍ធ្វើការនឹងហើយដោយសុវត្ថិភាពអត់ចង់ឃើញគាត់ធ្វើការហើយគាត់ត្រូវជាប់គោកជាប់ច្បាប់អីចឹងវាជារឿងដែរអយុត្តិធម៌សម្រាប់គាត់ហើយយើងអត់ចង់ឃើញគាត់អញ្ចឹងអ្វីដែលជាយុទ្ធសាស្ត្ររបស់ស្ពានសន្តិភាពគឺគាត់ធ្វើដោយមានសុវត្ថិភាពបើរឿងនឹងក្តៅគាត់ត្រូវដកថយអញ្ចឹងมันជាគម្រោងយើងពេលខ្លះយើង cancel យើង delay អីអញ្ចឹងទៅចាមានអារម្មណ៍ថាសប្បាយទី1គាត់គិតថាខ្លួនគាត់មិនមែនជាស្ត្រីដែលប្រវល់ជាក្រានមិនជុំទេគាត់ត្បិតគាត់តែជាស្ត្រីតែគាត់មានការលះបង់មានចន្ទៈក្នុងការចូលរួមការងារអត់ធម្មតាដែលស្ត្រីនៅសហគមន៍នេះដែលគាត់អាចធ្វើបានពីព្រោះហើយតទៀតខ្ញុំនឹងព្យាយាមក្នុងនាមជាអ្នកគៀងគោក្រុមស្ត្រីនឹងធ្វើបន្តទៀតដើម្បីឲ្យគាត់ចូលរួមបានតែច្រើនដំណើរការរួចហើយនៅតែធ្វើបន្តទៀត